កុំឲ្យពួកស្រីទាំងនេះបោកប្រាស់ព្រះអង្គព្រះនាមរបស់ព្រះអង្គមិនមែនលេអូទេព្រះអង្គគឺហ៊ុងហ្វូហៃព្រះបិតារបស់ព្រះអង្គកំពុងឈឺធ្ងន់ហើយព្រះអង្គជាអ្នកស្នងរាជតែមួយគត់លែងគេទៅទេខ្ញុំជាសមាជិកគ្រួសារមីលើខ្ញុំជាប្អូនប្រុសរបស់ក្លូអ៊ីពីភូមិឈីងស៊ុយជាសិស្សរបស់គ្រូពេទ្យអមតាក់ខ្ញុំមិនមែនជាព្រះអង្គម្ចាស់នៃនគរភាគខាងជើងឡើយបើដូច្នោះចាំទទួលតបភាគខាងជើងនៅមុខក្រុងទៅហើយនាំព្រះអង្គម្ចាស់ត្រឡប់ទៅវិញដូច្នេះនេះហើយជាគោលបំណងពិតរបស់នគរភាគខាងជើងក្នុងការមកលើកនេះសង្គ្រាមរវាងនគរទាំងពីរមិនគួរសម្លាប់អ្នកនាំសារទេព្រះអង្គម្ចាស់ជីដៀងសូមពិចារណាឲ្យបានច្បាស់ខ្ញុំមិនត្រឡប់ទៅវិញទេខ្ញុំមិនមែនជាព្រះអង្គម្ចាស់នៃនគរភាគខាងជើងខ្ញុំគឺលេអូបងស្រីក្លូអ៊ីជាអ្នកដាក់ឈ្មោះនេះឲ្យខ្ញុំបងស្រីចង់បោះបង់ខ្ញុំឬក្មេងល្អក្រោកឡើងសិនបងមិនបោះបង់ប្អូនទេដរាបណាស្ថានភាពមិនទាន់ដល់ផ្លូវតច្រកវាតែងតែមានផ្លូវដោះស្រាយទូព្រះបង្គំសូមក្រាបទូព្រះនាងម្ចាស់មកពីភូមិឈីងស៊ុយហើយនាងជាបងប្អូនបង្កើតជាមួយជើងឯកប្រឡងហើយអ្វីទៀតនិយាយមកមហាសេដ្ឋីធំបំផុតនៅរាជធានីហ្វីនក៏ជាប្អូនប្រុសរបស់ក្លូអ៊ីដែរចាំសិនភូមិឈីងស៊ុយមែនទេចារកម្មរបស់យើងរកឃើញថាវីលៀមមីលឺគឺជាឪពុករបស់បងប្អូនទាំង3នាក់នោះជីបៀនគេរៀបការជាមួយប្អូនស្រីរបស់មហាសេដ្ឋីនិងរដ្ឋមន្ត្រីរាជការថែមទាំងពាក់ព័ន្ធជាមួយជនក្បត់ជាតិគេប្រកាសជាចង់បះបោទូព្រះបង្គំសូមក្រាបទូលមានដំណឹងបន្ទាន់ពីនគរភាគខាងជើងតបមួយសែនអ្នករបស់នគរភាគខាងជើងកំពុងលើកតបមកអាវដេងអ្វីជីដៀនដោយសារប្អូនមានចិត្តក្បត់ជាយូរមកហើយកុំបន្ទោសបងដែលមិនគិតដល់ចំណងបងប្អូនតបនគរភាគខាងជើងកំពុងឈ្លានពានហើយជីដៀនចូលនាំតបទៅទប់ទល់ភ្លាមសូមព្រះករុណាទ្រង់ពិចារណាឡើងវិញជីដៀនប្អូនហ៊ានប្រឆាំងព្រះរាជបញ្ជាទូព្រះបង្គំមិនមែនមានចិត្តណាប្រឆាំងព្រះរាជបញ្ជាទេប៉ុន្តែនគរអាវដេងបានរងគ្រោះទុរភិក្សអស់ជាច្រើនឆ្នាំពេលនេះឃ្លាំងជាតិគ្មានប្រាក់ទៀតទេមិនមែនជាពេលសមស្របសម្រាប់លើកតបឡើយព្រះករុណាប៉ុន្មានឆ្នាំចុងក្រោយនេះអាវដេងជួបគ្រោះមហន្តរាយធម្មជាតិជាប់គ្នារីស្ទ្រូនៅក្នុងទុក្ខលំបាកព្រះអង្គម្ចាស់ជីដៀនមានបន្ទូលត្រឹមត្រូវបើលើកតបពេលនេះនឹងធ្វើឲ្យអាវដេងកាន់តែខាតបង់យើងបានស៊ើបដឹងពីប្រវត្តិរបស់ក្លូអ៊ីរួចហើយបើមិនចង់ឲ្យនាងស្លាប់ទ្រង់ដឹងហើយថាត្រូវធ្វើបែបណាទូព្រះបង្គំនឹងអនុវត្តតាមព្រះរាជបញ្ជាមើលរបស់ទាំងនេះសិនអង្គុយចុះនេះជាអាវការពារគ្រាប់កាំភ្លើងត្រូវពាក់វាពេលចេញសម្រាប់ភូមិកាំបិតឬដាវមិនអាចទម្លុះវាបានទេហើយនេះជាកាំភ្លើងខ្លីដោះសោសុវត្ថិភាពរួចកាន់បែបនេះហើយតម្រង់ទៅកាន់សត្រូវត្រូវថែរក្សាវាឲ្យបានល្អហើយប្រើតែនៅពេលចាំបាច់ប៉ុណ្ណោះរបស់នេះគ្រោះថ្នាក់ណាស់យកទេក្លូអ៊ីតើរបស់ចម្លែកទាំងនេះបានមកពីណាតាមពិតខ្ញុំមានអាថ៌កំបាំងមួយដែលមិនធ្លាប់ប្រាប់ទេអាថ៌កំបាំងអ្វីការពិតខ្ញុំមិនមែនជាមនុស្សក្នុងយុគសម័យនេះទេអីចឹងមកពីនគរផ្សេងឬមិនមែនទេខ្ញុំកើតជាថ្មីហើយត្រឡប់មកទីនេះរបស់ទាំងនេះសុទ្ធតែស្ថិតនៅក្នុងលំហាត់កំបាំងរបស់ខ្ញុំវាជារបស់ពីអនាគតការកើតជាថ្មីលំហាត់កំបាំងអនាគតឃើញទេខ្ញុំដឹងថាបើប្រាប់ទៅទ្រង់ប្រកាសជាមិនយល់ក្លូអ៊ីមិនថានាងជានរណាឬមកពីទីណាទេខ្ញុំនៅតែស្រឡាញ់នាងដដែលថ្ងៃស្អែកខ្ញុំត្រូវចេញសឹកហើយក៏មិនដឹងថាពេលណាទើបបានត្រឡប់មកវិញដូច្នេះយើងគួរចំណាយពេលជាមួយគ្នាឲ្យមានតម្លៃទ្រង់ចង់ធ្វើអ្វីរងចាំខ្ញុំត្រឡប់មកវិញខ្ញុំនឹងរងចាំទ្រង់ចេញដំណើរបានហើយ
លេងខ្ញុំដើម្បីឲ្យព្រះអង្គម្ចាស់ជីឌៀនលើកតបដោយគ្មានកង្វល់យើងបានចាប់ព្រះនាងម្ចាស់ដាក់គុករួចហើយដរាបណាកាន់នាងជាចំណាប់ខ្មាំងជីឌៀននឹងធ្វើតាមបញ្ជារបស់យើងគ្រប់យ៉ាងមើលទៅនាងចិញ្ចឹមប្អូនប្រុសបានល្អមែនម្នាក់កាន់ទ្រព្យសម្បត្តិម្នាក់ទៀតកាន់អំណាចប្រាប់មកជីឌៀនរៀបការជាមួយនាងដើម្បីបះបោរមែនឬនិយាយមិនសមហេតុផលទ្រង់ស្អប់ការប្រជែងអំណាចក្នុងរាជវាំងដោះដៃចេញពីក្លូអ៊ីពេលនេះជីឌៀនកំពុងនាំទ័ពចេញសឹកការធ្វើបែបនេះគឺធ្វើឲ្យទាហានរាប់ម៉ឺននាក់អស់ទឹកចិត្តពិតមាត់កុំយកជីឌៀនមកគំរាមយើងមនុស្សដែលយើងស្អប់ជាងគេគឺប្អូនប្រុសម្នាក់នេះឯងគ្រាន់តែគេមិនប្រើតកោសៀវក៏គិតថាខ្លួនអាចរស់តាមចិត្តបានចំណែកយើងវិញអង្គុយលើរាជបល្ល័ង្កក៏ទាំងភ័យខ្លាចហេតុអ្វីមានតែគេដែលអាចរស់ដោយសេរីតាមពិតទ្រង់គ្រាន់តែលោភលន់អំណាចនិងទ្រព្យសម្បត្តិរបស់ក្លូអ៊ីប៉ុណ្ណោះខ្ញុំនឹងប្រគល់វាទាំងអស់ឲ្យទ្រង់ប្រាក់ទាំងអស់និងហាងទាំងអស់របស់គ្រួសារមីលើខ្ញុំឲ្យទ្រង់ទាំងអស់សូមតែសន្យាថាមិនធ្វើបាបក្លូអ៊ីហ្វេងសមជាមហាសេដ្ឋីលេខ1នៅរាជធានីមែនមើលស្ថានភាពបានច្បាស់ណាស់បើជីឌៀនត្រឡប់មកវិញដោយគ្មានគំនិតក្បត់យើងនឹងអនុញ្ញាតឲ្យគ្រួសារពួកឯងជួបជុំគ្នាវិញប៉ុន្តែបើគេមានចិត្តប៉ះបោរសំបីបន្តិចយើងនឹងបញ្ជូនគ្រួសារពួកឯងទាំងមូលទៅឋាននរក